សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូថ្ងៃនេះយើងនឹងនិយាយអំពីរបៀបគ្រប់គ្រងអារម្មណ៍ដោយផ្ដោតលើរឿងតែមួយមនុស្សយើងគ្រប់គ្នាមានអារម្មណ៍ឡើងចុះមានពេលខ្លះសោកសៅខឹងឬអស់សង្ឃឹមប៉ុន្តែអ្នកដឹងទេថាតើបើអ្នកអាចរៀនផ្ដោតលើរឿងមួយជាក់លាក់អារម្មណ៍អ្នកនឹងចាប់ផ្ដើមស្ងប់ហើយជីវិតអ្នកនឹងមានទិសដៅច្បាស់លាស់តោះយើងចាប់ផ្ដើមទៅលើ10ជំនួយសំខាន់ៗដែលជួយអ្នកគ្រប់គ្រងអារម្មណ៍ដោយការផ្ដោតលើរឿងតែមួយចំណុចទី1ស្គាល់អារម្មណ៍របស់អ្នកជាមុនសិនមុននឹងអ្នកគ្រប់គ្រងអារម្មណ៍អ្នកត្រូវស្គាល់វាជាមុនសិនសមសង្កេតថាតើអ្នកកំពុងខឹងសោកសៅឬតានតឹងការទទួលស្គាល់អារម្មណ៍ជាជំហានដំបូងបំផុតដើម្បីបដូរវាពេលអ្នកនឹងថាអ្វីកំពុងកើតឡើងក្នុងចិត្តអ្នកនឹងមានអំណាចលើវាចំណុចទី2ផ្ដោតលើដង្ហើមពេលអារម្មណ៍ឡើងខ្ពស់សូមយកពេលតែ30វិនាទីដើម្បីដកដង្ហើមចេញចូលជាប្រក្រតីការផ្ដោតលើដង្ហើមគឺជាវិធីសាមញ្ញបំផុតដែលអាចផ្លាស់ប្ដូរពីអារម្មណ៍ក្តៅទៅជាស្ងប់ពេលអ្នកផ្ដោតលើដង្ហើមអារម្មណ៍អវិជ្ជមាននឹងស្ទើរតែបាត់បង់អំណាចលើអ្នកចំណុចទី3កំណត់រឿងមួយដែលសំខាន់បំផុតសម្រាប់ថ្ងៃនេះកុំឲ្យខួរក្បាលរបស់អ្នកពេញទៅដោយរឿងរាប់រយសូមសួរខ្លួនឯងថាថ្ងៃនេះរឿងមួយណាសំខាន់បំផុតដែលខ្ញុំត្រូវធ្វើឲ្យបានល្អបើអ្នកអាចផ្ដោតលើរឿងតែមួយអារម្មណ៍ច្របល់ច្របល់នឹងត្រូវរារាំងចំណុចទី4កុំប្រកួតជាមួយអារម្មណ៍តែទទួលស្គាល់វាពេលអ្នកខឹងឬសោកសៅកុំប្រឹងបង្កប់វាសូមទទួលស្គាល់វាដូចជាមិត្តម្នាក់និយាយក្នុងចិត្តថាខ្ញុំយល់អារម្មណ៍នេះមកពីការឈឺចាប់ឬការខកចិត្តការទទួលស្គាល់អារម្មណ៍គឺជាចំណុចចាប់ផ្ដើមរបស់ការស្ងប់ស្ងាត់ចំណុចទី5ប្រើអារម្មណ៍ជាថាមពលផ្ដោតទៅលើគោលដៅបើអ្នកខឹងឬសោកសៅសូមយកអារម្មណ៍នោះជាថាមពលផ្ដោតទៅលើគោលដៅឧទាហរណ៍ថាបើអ្នកខឹងព្រោះមនុស្សណាម្នាក់មិនជឿលើអ្នកចូលប្រើអារម្មណ៍នោះជាថាមពលដើម្បីធ្វើឲ្យពួកគេឃើញថាអ្នកអាចធ្វើបានជាក់ស្ដែងចំណុចទី6បិទអ្វីៗដែលរំខានចិត្តការគ្រប់គ្រងអារម្មណ៍តម្រូវឲ្យមានសុវត្ថិភាពផ្នែកបរិយាកាសបិទសង្គមអនឡាញបន្តិចបិទសារដែលមិនចាំបាច់ហើយចាក់ចេញពីមនុស្សដែលបង្កអារម្មណ៍អវិជ្ជមានជីវិតមិនចាំបាច់បញ្ចូលសម្លេងគ្រប់គ្នាទេការស្ងប់ស្ងាត់ជួយញាក់ផ្ដោតលើខ្លួនឯងចំណុចទី7រៀនធ្វើអ្វីមួយដោយមានស្មារតី mindfulness ពេលញាក់ញ៉ាំអាស៊ីភៅឬធ្វើការងារសូមធ្វើវាដោយការយល់ដឹងពេញលេញការផ្ដោតលើអ្វីមួយក្នុងពេលបច្ចុប្បន្នជួយអារម្មណ៍ស្ងប់ស្ងាត់ហើយបណ្ដេញការព្រួយបារម្ភអនាគតចេញចំណុចទី8សរសេរចេញអារម្មណ៍បើអ្នកមានអារម្មណ៍មិនល្អខ្លាំងសូមសរសេរវាចេញបញ្ចេញវានៅលើក្រដាសឬ notebook ដើម្បីមិនឲ្យវារត់ក្នុងខួរក្បាលរបស់អ្នកជានិច្ចពេលអារម្មណ៍ត្រូវសរសេរចេញវានឹងធ្លាក់ចុះដោយពំើចដែលកំពុងស្រកចំណុចទី9បង្រៀនខ្លួនឲ្យជប់គិតលើរឿងដែលមិនអាចគ្រប់គ្រងបានចង់គ្រប់គ្រងអារម្មណ៍ត្រូវចេះបោះចោលអ្វីដែលអ្នកមិនអាចបដូរបានកុំស្ដាយលើអតីតកាលកុំបារម្ភអនាគតផ្ដោតលើអ្វីដែលអ្នកអាចធ្វើបានគឺឥឡូវនេះចំណុចទី10ធ្វើឲ្យការផ្ដោតលើរឿងមួយក្លាយជានិស្ស័យប្រចាំថ្ងៃការផ្ដោតលើរឿងមួយមិនមែនជាការធ្វើតែម្ដងតែជានិស្ស័យរៀនធ្វើវារៀងរាល់ថ្ងៃដោយចាប់ផ្ដើមពីរឿងតូចៗដូចជាការធ្វើការងារមួយឬការយកចិត្តទុកដាក់ពេលសន្ទនាពេលវាក្លាយជានិស្ស័យអារម្មណ៍អ្នកនឹងស្ងប់ហើយជីវិតអ្នកនឹងកាន់តែល្អតាក់សេចក្តីសន្និដ្ឋានឬ conclusion ការគ្រប់គ្រងអារម្មណ៍មិនមែនជាការបិទចិត្តទេប៉ុន្តែជាការបើកចិត្តដើម្បីឲ្យយល់ពីវាពេលអ្នកអាចផ្ដោតលើរឿងតែមួយអ្នកនឹងឈប់តាមដានអារម្មណ៍ហើយអារម្មណ៍នឹងតាមអ្នកវិញចូលចាប់ផ្ដើមថ្ងៃនេះដោយផ្ដោតលើរឿងតែមួយដែលសំខាន់បំផុត